អាចដើរសន្សឹមបានពីព្រោះអីអាកាសធាតុអំណោយផលដូចជាអត់ចង់ភ្លៀងអីត្រូវឲ្យរត់ឲ្យអីដូចថ្ងៃមុនអញ្ចឹងជំរាបលាហើយសម្រាប់អ្នកដែលចង់កក់ធ្វើកូនភាសាអាចចាប់ផ្ដើមបដាបានពីព្រោះកន្លែងមានកំណត់ស្តុកក៏មានកំណត់ដែរចាដើម្បីជារង្វាន់លើកទឹកចិត្តដែលថាជាកូនល្អចេះជួយការងារផ្ទះមិនបកករឿងហ្នឹងហើយប៉ាគេនាំមកទិញស្កុតថ្មីបងប្អូនចាស្គីហ្នឹងហើយអូយមានភ្លេងមានភ្លើងអីគេថាគេពេញចិត្តពេញថ្លើមគេសបើមកថ្ងៃនេះគឺថាចេញដំណើរទៅរៀនទាំងពីរអ្នកបងប្អូនដោយកម្លាំងស្វាហាប់តែម្ដងអាចដើរសន្សឹមបានពីព្រោះអីអាកាសធាតុអំណោយផលដូចជាអត់ចង់ភ្លៀងអីត្រូវឲ្យរត់ឲ្យអីដូចថ្ងៃមុនអញ្ចឹងដើរមេចង់ភ្លៀងរត់តបាញ់កែងចាជំរាបលាម៉ាក់មួយសិនជំរាបលាមួយសិនជំរាបលាហើយសម្រាប់អ្នកដែលចង់កក់ធ្វើកូនភាសាអាចចាប់ផ្ដើមបដាបានពីព្រោះកន្លែងមានកំណត់ស្តុកក៏មានកំណត់ដែរចាកូនប្រុសផ្ទះនេះអាយុចាប់ពី3ឆ្នាំទៅគឺបរៀនកិច្ចការផ្ទះហើយចាអត់មានប្រកាន់ខ្លួនថាប្រុសស្រីអីអត់ចេះទេកិច្ចការនេះត្រូវតែចេះជួយគ្នាថ្ងៃក្រោយមានប្តីមានប្រពន្ធទៅអត់មានប្រកាន់ខ្លួនទេខ្លួនឯងប្រុសការងារនឹងមិនសមធ្វើមិនចេះធ្វើអីអត់ទេចាផ្ទះនេះអត់ទេខុសគេណាបងប្អូនអាណិតដែរគ្នាខំជួយផ្ទះដល់ពេលចឹងអស់កម្លាំងដេកលក់ភ្លាមហ្នឹងហើយអាណិតដែរហ្នឹងបងប្អូនប៉ុន្តែអត់ទេឲ្យបរៀនឲ្យចេះដឹងឲ្យពីទូចទៅហើយការងារប្រុសស្រីឲ្យចេះទាំងអស់កុំប្រកាន់ខ្លួនអាណិតដែរតែធ្វើមិនទេចឹងដើម្បីជារង្វាន់លើកទឹកចិត្តដែលថាជាកូនល្អចេះជួយការងារផ្ទះមិនបកករឿងហ្នឹងហើយប៉ាគេនាំមកទិញស្កុតថ្មីបងប្អូនចាស្គីហ្នឹងហើយអូយមានភ្លេងមានភ្លើងអីគេថាគេពេញចិត្តពេញថ្លើមគេសបើមកហ្នឹងហើយលើកដាក់គូតឡានមួយព្រឹបហ្នឹងអត់ទុកយូរទេទិញយប់ព្រឹកឡើងជិះភ្លាមហ្នឹងហើយសម្ពោធភ្លាមតែម្ដងស្គីថ្មីប៉ុន្តែអត់ទាន់ចេះជិះទេឆឹកជើងមកខាងសិនអបមួយគេសិនអញ្ចឹងណាមើលគេសិនអត់ទាន់ហ៊ានលើកជើងឡើងទាំងពីរទេណាហ្នឹងហើយបន្ទាប់ពីជីស្គីហត់គឺថាពងមាន់អាំងក្បែរផ្ទះហ្នឹងបងប្អូនអង្គុយប៉ប់ដាក់មួយចានបឹបតែម្ដងអូយថាអីក៏គាត់ញ៉ាំបានដែរនិយាយរួមមិនអញ្ចឹងមិនមានរហ័សនាមស្ដាច់ញ៉ាំទេចាល្ងាចឡើងជីកាត់កន្លែងលក់អង្កែបបោកនេះតំណងពេកដាច់ចិត្តអត់ដាច់ចិត្តថតអត់បានទេបងប្អូនអើយនិយាយពីតំណង1,500ឯងប៉ុន្តែគេធ្វើខ្លួនឯងផ្ទះហ្នឹងណាកន្លែងលក់ហ្នឹងគេធ្វើខ្លួនឯងអូយតំណងណាហើយគេអាំងក្រៀមល្អអត់មានលាបពណ៌ក្រហមលាបលាក់អីគ្រាន់តែឆ្អើឯណាគេអាំងឆ្អិនរបស់គេឲ្យសាច់ក្រកអីមួយតែ1000ទេនិយាយទៅទប់ចិត្តអត់បាននៅចោះទិញឲ្យថតទៀតតំណងពេកហ្នឹងហើយចែកគ្នាស្រក់ទឹកមាត់មកដល់ផ្ទះវិញក៏មានម្ហូបត្រៀមចាំ4មុខហើយដែរឥឡូវទៅមើលអស់គ្នាថា4មុខនោះមានអីខ្លះមានស្ងោរស៊ុបឆ្អឹងជំនីជ្រូកជាមួយបន្លែចាមានជាមួយឆាត្រប់ជាមួយសាច់ជ្រូក3ជាន់ចំណុះខ្លាញ់ហើយមានជាមួយនឹងផ្លែអាឡឹកបងប្អូនចាចូលអ្នកខាងនោះវិញបានអីខ្លះថ្ងៃហ្នឹងតោះទៅមុនហើយណា